អ្នកច្បាប់មកពីរដ្ឋាភិបាលនិងអ្នកច្បាប់មកពីគណៈបកប្រឆាំងបានបកស្រាយផ្ទុយគ្នាជុំវិញពីការបាត់បង់អភ័យឯកសិទ្ធិប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីក្រោយពីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2015នេះក្នុងកម្មវិធីតុកមូលរបស់ VOD កាលពីថ្ងៃច័ន្ទម្សិលមិញសមាជិកទីប្រឹក្សាក្រុមអ្នកច្បាប់នៅទីស្តីការគណៈរដ្ឋមន្ត្រីលោកលីច័ន្ទតឡាថ្លែងថាតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសំរងស៊ីស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា496មាត្រា139ស្តីពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមាត្រា14កថាខណ្ឌទី2នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រនិងមាត្រា95នៃរដ្ឋធម្មនុញ្ញលោកបកស្រាយខ្លឹមសារនៃមាត្រា49នៃមាត្រា496មាត្រា139និងមាត្រា14ថាករណីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសំរងស៊ីស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា496ដោយសារមាត្រានេះផ្ដល់សិទ្ធិឲ្យអាយកាជាអ្នកអនុវត្តសាលដីការីឯមាត្រា139ស្ដីពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រលោកថានៅពេលមានសារក្រមឬសាលដីកាចូលជាស្ថាពរលើតំណាងរាស្ត្រណាម្នាក់ធ្វើឲ្យតំណាងរាស្ត្រនោះបាត់បង់សមាជិកភាពដោយលោកអះអាងថាគេបន្តអនុវត្តមាត្រា14កថាខណ្ឌទី3នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រដោយលោកថានៅពេលមានសារក្រមឬសាលដីកាចូលជាស្ថាពរលើតំណាងរាស្ត្រណាម្នាក់គឺបុគ្គលនោះអស់សិទ្ធិបព្វសិទ្ធិនិងអស់សមាជិកជាតំណាងរាស្ត្រចាប់ពីពេលអនុវត្តសារក្រមឬសាលដីកានោះលោកលីច័ន្ទតឡាបញ្ជាក់ទៀតថាករណីដែលអ្នកច្បាប់យកមាត្រា80នៃរដ្ឋធម្មនុញ្ញមកបកស្រាយពីអភ័យឯកសិទ្ធិគឺមានការភ័ន្តច្រឡំដោយលោកអះអាងថាមាត្រានេះនិយាយតែពីបទល្មើសដែលចាប់ផ្ដើមប្រព្រឹត្តតែប៉ុណ្ណោះហេតុនេះលោកថាមាត្រាដែលត្រូវយកមកប្រើប្រាស់លើលោកសំរងស៊ីគឺមាត្រា95នៃរដ្ឋធម្មនុញ្ញក្នុងរឿងរបស់យើងនេះគឺមាត្រាដែលត្រូវយកមកប្រើគឺមាត្រា95នៃរដ្ឋធម្មនុញ្ញបាទក្នុងករណីមានសមាជិករដ្ឋសភាទទួលអនិច្ចកម្មលាលែងឬប្រាសចាកសមាជិកភាពត្រូវចាត់ការជ្រើសតាំងចំនួនសមាជិកនេះតាមលក្ខខណ្ឌកំណត់ក្នុងបទបញ្ជាផ្ទៃក្នុងរដ្ឋសភានិងក្នុងច្បាប់អញ្ចឹងនៅក្នុងរឿងរបស់យើងគឺបានន័យថាមានសាលដីកាស្ថាពររបស់តុលាការហើយបើយើងគោរពគោលការណ៍ឯករាជ្យភាពនៃអង្គទាំង3គឺត្រូវតែអនុវត្តសាលដីការបស់តុលាការមេធាវីសំសកុងមកពីគណៈបកសង្គ្រោះជាតិបកស្រាយតាមទស្សនវិជ្ជាច្បាប់ក្នុងកម្មវិធីតុកមូល VOD នោះថាលោកសំរងស៊ីត្រូវបាននាយករដ្ឋមន្ត្រីធ្វើលិខិតស្នើទៅព្រះមហាក្សត្រលើកលែងទោសលោកសំរងស៊ីក្រោយមកបុគ្គលនេះក៏បានចូលប្រជុំសភាបន្តបន្ទាប់និងក្លាយជាប្រធានក្រុមតំណាងរាស្ត្រមតិភាគតិចនៅក្នុងសភាផងដែរហេតុនេះលោកថាករណីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសំរងស៊ីនោះធ្វើឡើងដោយផ្ទុយនឹងមាត្រា80នៃរដ្ឋធម្មនុញ្ញយើងនិយាយពីប្រវត្តិនៃការវិវត្តរបស់អាយដាមសំរងស៊ីតាំងពីឆ្នាំ2014នៅពេលដែលគេអនុញ្ញាតឲ្យគាត់ក្លាយទៅជាសមាជិករដ្ឋសភាបណ្ដាគាត់ជាតំណាងរាស្ត្រហ្នឹងយើងឃើញថាគាត់មានអភ័យឯកសិទ្ធិតាមផ្លូវច្បាប់មាត្រា80នេះថាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិរហូតដល់គាត់បើយើងនិយាយពីការងាររបស់គាត់បានចូលរួមទៅប្រជុំនៅរដ្ឋសភារហូតដល់គាត់ក្លាយទៅជាគេហៅថាប្រធានភាគតិចនៅក្នុងរដ្ឋសភាដែលមានឋានៈស្មើរហូតដល់នាយករដ្ឋមន្ត្រីករណីអាដាមប្រធានសំរងស៊ីវាខុសគ្នាគាត់គេកាត់ហើយគាត់បានអភ័យឯកសិទ្ធិឡើងវិញអានោះត្រូវតែដកតាមរយៈមាត្រា80វិញបាទលោកសំសកុងពន្យល់ទៀតថាដោយឡែកមាត្រា14នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រចែងមិនបានទូលំទូលាយទេព្រោះច្បាប់នីមួយៗចែងមកត្រូវមានការណែនាំគ្នាលោកថាបើតំណាងរាស្ត្របានប្រព្រឹត្តបទល្មើសណាមួយក្រោយមកត្រូវមានការសុំដកអភ័យឯកសិទ្ធិជាមុនសិនកាលពីឆ្នាំ2013ព្រះមហាក្សត្រនរោត្តមសីហមុនីបានចេញព្រះរាជក្រឹត្យលើកលែងទោសលោកសំរងស៊ីតាមរយៈការស្នើសុំពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាត6លោកនីចរិយាមានប្រសាសន៍ថាករណីដែលតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសំរងស៊ីផ្ទុយពីច្បាប់ដោយលោកអះអាងថាលោកសំរងស៊ីត្រូវបានកោជបទទួលស្គាល់ជាតំណាងរាស្ត្រប្រចាំខេត្តកំពង់ចាមកាលពីឆ្នាំ2014ក្រោយពីសាលដីការបស់តុលាការឆ្នាំ2013លោកថាករណីនេះលោកសំរងស៊ីត្រូវបានរួចផុតពីទោសទាំងនោះដោយស្វ័យប្រវត្តិ
លោកនេះចរិយាបន្ថែមថាករណីសំណុំរឿងលោកសំរងស៊ីនិងលោកហៅនំហុងរដ្ឋមន្ត្រីក្រសួងការបរទេសក៏ត្រូវបានសាលាឧទ្ធរប្រទេសបារាំងសម្រេចឲ្យលោកសំរងស៊ីឈ្នះក្តីលោកហៅនំហុងដែរហេតុនេះតុលាការនៅប្រទេសកម្ពុជាមិនអាចយកទៅជំនុំជម្រះពីរដងក្នុងរឿងក្តីតែមួយបាននោះទេតាមនីតិវិធីច្បាប់គួររំលឹកថាលោកសំរងស៊ីត្រូវបានតុលាការចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ2ឆ្នាំពីបទបរិហាកេរ្តិ៍ជាសាធារណៈនិងញុះញង់ឲ្យមានការរើសអើងដែលប្តឹងដោយលោកហៅនំហុងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបន្ទាប់ពីលោកសំរងស៊ីថ្លែងសារនៅមន្ទីរជើងឯកកាលពីឆ្នាំ2008ថាលោកហៅនំហុងជាអតីតមេគុកបឹងត្របែកស្រមៃខ្មែរក្រហមគណៈបក្សសង្គ្រោះជាតិចាត់ទុកថានេះជាដីកានយោបាយក្រោយពីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកសំរងស៊ីប្រធានរដ្ឋសភាលោកហេងសំរិនបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃទី16ខែវិច្ឆិកាម្សិលមិញហើយនៅថ្ងៃដដែលក៏បានចេញសេចក្តីប្រកាសមួយថាលោកសំរងស៊ីត្រូវបាត់បង់សិទ្ធិទាំងស្រុងនៅសិទ្ធិបព្វសិទ្ធិនិងសមាជិកភាពជាសមាជិករដ្ឋសភាមណ្ឌលខេត្តកំពង់ចាមនីតិកាលទី5នេះសេចក្តីប្រកាសបញ្ជាក់ថាការសម្រេចបែបនេះធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញកម្ពុជាប្រការ83ថ្មីនៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាមាត្រា14នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្ត្រនិងមាត្រា139នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខ្ញុំណាតសុភាព VOD ភ្នំពេញ